គឺមានពាក្យស្វាគមន៍បន្ទាប់មកយើងចុចពាក្យបន្ទាប់ចូលទៅដល់ screen ទី2នេះគឺមានណែនាំអំពីប្រធានបទគ្រូដឹកនាំក៏ដូចជាអំពីក្រុមមេរៀនហើយនិងហ្គេមអញ្ចឹងបន្ទាប់មកយើងចុចចូលអំពីក្រុមនេះគឺជារចនាសម្ព័ន្ធក្រុមរបស់ពួកយើងហើយមានឈ្មោះក្រុមមានសមាជិកក្រុមបន្ទាប់មកយើងចុចត្រឡប់ក្រោយវិញចូលទៅដល់មេរៀនអញ្ចឹងមេរៀនរបស់យើងទាំងអស់គឺមាន3មេរៀនទី1លក្ខណៈទូទៅនិងនិយមន័យអញ្ចឹងយើងចូលទៅមេរៀនដំបូងហើយមានលក្ខណៈទូទៅយើងអាចអានបានហើយនឹងមានរូបភាពឲ្យយើងមើលចូលដល់ចំណុចទី2គឺនិយមន័យគឺដូចគ្នាគឺយើងចូលទៅដល់យើងអានឲ្យយល់ហើយយើងមើលរូបភាពបន្ទាប់មកយើងត្រឡប់ក្រោយវិញហើយចូលទៅដល់បញ្ហាប្រឈមនិងដំណោះស្រាយបញ្ហាប្រឈមក៏ដូចគ្នាមានទាំងអក្សរហើយនឹងរូបភាពឲ្យយើងមើលថាបញ្ហាប្រឈមនោះវាកើតមានឡើងដូចម្ដេចខ្លះហើយនៅខាងក្រោមមានដំណោះស្រាយនិងចុងក្រោយសេចក្តីសន្និដ្ឋានដូចគ្នាយើងអានឲ្យយល់ហើយបន្ទាប់មកយើងចុចត្រឡប់ក្រោយវិញហើយត្រឡប់ក្រោយមកទៀតចូលមក screen ដំបូងបង្អស់ហើយបន្ទាប់មកយើងចូលទៅលេងហ្គេមយើងលេងហ្គេមហ្នឹងយើងទៅសមត្ថភាពថាពួកយើងហ្នឹងបានយល់អំពីធានបទហ្នឹងដល់កម្រិតណាអញ្ចឹងទី1គឺមានហ្គេមហើយចម្លើយគឺមានចម្លើយតែមួយគត់ដែលត្រឹមត្រូវអញ្ចឹងបើយើងចុចប៉ះចម្លើយមួយអត់ត្រឹមត្រូវទេដាក់ថាយើងហ្នឹង lost អញ្ចឹងយើងចុចត្រឡប់ក្រោយវិញហើយយើងរើសចម្លើយណាដែលត្រឹមត្រូវអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី2អញ្ចឹងយើងចុចពាក្យបន្ទាប់ដើម្បីទៅសំណួរទី2សំណួរទី2ដូចគ្នាមានចម្លើយតែមួយគត់ដែលត្រឹមត្រូវអញ្ចឹងបើយើងចុចប៉ះចម្លើយដែលអត់ត្រឹមត្រូវគឺវាចេញ you lost ហើយចម្លើយដែលត្រឹមត្រូវនៅសំណួរនេះគឺចម្លើយទី2អញ្ចឹងបើយើងចុចប៉ះចម្លើយត្រឹមត្រូវគឺចេញយើងឈ្នះឬក៏យើង win ហើយបន្ទាប់មកវាចេញផ្ទាំងកន្លែងនេះហើយបន្ទាប់មកយើងចុចពាក្យបញ្ចប់អញ្ចឹងចូលមកដល់ផ្ទាំងដំបូងវិញហ្គេមរបស់យើងគឺមានតែប៉ុណ្្នឹងសូមអរគុណ